ជីវិតជាកូនអ្នកក្រខ្សត់បើយើងមិនប្រឹងប្រែងមិនមានការតស៊ូយើងទៅមុខមិនបានឆ្ងាយទេព្រោះដំណើរដែលយើងដើរត្រូវបន្ថែមល្បឿនជានិច្ចទើបអាចទៅដល់គោលដៅគ្រប់រឿងយើងអាចនឹងចំណាយពេលច្រើនជាងគេព្រោះយើងត្រូវប្រឹងពីបាតដៃទទេដើម្បីអាចធ្វើវាបានសូម្បីតែការរៀនសូត្រដើម្បីអាចរៀនបានឆ្ងាយត្រូវតែរៀនផងធ្វើការផងទើបអាចមានលុយបង់ថ្លៃសាលាចង់បានការងារល្អក៏ត្រូវចាប់ផ្ដើមធ្វើពីការងារតូចតាចដោយយកសមត្ថភាពទាំងស្រុងទៅបដូរដើម្បីសន្សំក្រេឌីតខ្លួនឯងដោយចំណាយពេលរាប់ខែរាប់ឆ្នាំទម្រាំតែអាចឆោងចាប់តំណែងការងារមួយដែលល្អសមរម្យបើចង់បង្កើតមុខរបររកស៊ីមិនអាចហក់លោតដូចគេបានទេគឺត្រូវសន្សំពីតូចតាចទៅដើម្បីមានលទ្ធភាពអាចធ្វើវាបានហើយក៏បន្តសន្សំតក់ពីមុខរបរកំពេចកំពុកនោះដើម្បីអាចមានលុយពង្រីកវាបន្តិចម្ដងបើនិយាយពីជីវិតស្នេហាវិញពេលខ្លះជួបមនុស្សដែលខ្លួនស្រឡាញ់ហើយក៏មិនហ៊ានស្រឡាញ់គេព្រោះមើលទៅសមត្ថភាពខ្លួនឯងនៅទាបពេកហើយបន្ទុកដែលត្រូវរ៉ាប់រងក៏នៅមានច្រើនដូច្នេះដំណើរជ្រើសរើសដៃគូជីវិតអាចនឹងយឺតជាងគេបន្តិចតែយ៉ាងណាសូមតស៊ូឡើងការលំបាកយើងធ្លាប់ជួបច្រើនមកហើយយើងត្រូវតែប្រឹងប្រែងដើម្បីឲ្យជីវិតខ្លួនឯងបានស្គាល់ភាពស្រណុកម្ដងដរាបណាយើងមិនបោះបង់ការតស៊ូជីវិតយើងគង់តែប្រសើរនៅថ្ងៃណាមួយជាក់ជាមិនខាន